ប្រយោជន៍របស់បន្លែដែលមានឈ្មោះថាដើមឆាយាឬក៏បន្លែផ្អែមជួយឲ្យឈាមរត់ស្រួលជួយរំលាយអាហារជួយដល់ការមើលឃើញជួយបម្រុងកែវភ្នែកជួយព្យាបាលរោគហឺតជួយបញ្ចុះកូលេស្តេរ៉ុលជួយសម្រកទម្ងន់ជួយការពារអាការៈក្អកជួយលាងពិសចេញពីថ្លើមជួយការពារអាការៈឈឺក្បាលជួយបន្ថែមកាល់ស្យូមដល់ឆ្អឹងជួយព្យាបាលជំងឺស្ពោតឆ្អឹងការពារជំងឺចុះឈាមនិងជួយបន្ថែមជាតិដែកដល់ឈាមជួយបញ្ចុះការរលាកក្នុងខ្សែឈាមជួយសម្លាប់មេរោគក្នុងសួតជួយបម្រុងខួរក្បាលឲ្យធ្វើការបានប្រសើរសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក